បើអ្នកទាំងអស់គ្នាត្រូវការលុយចង់រកលុយចង់បង្កើតលុយអ្នកទាំងអស់គ្នាមិនអាចធ្វើការបង្រៀនកន្តើយជាមួយនឹងកាក់ BNB បានទេបច្ចុប្បន្ននេះ BNB កំពុងតែធ្វើការ develop មកកាន់ top 5 cryptocurrency market cap ការ develop របស់ BNB មកកាន់ top 5 market cap នេះមិនមែនជារឿងចៃដន្យទេអ្នកនរគ្នាតែវាមានហេតុផលដ៏ត្រឹមត្រូវហើយវាគឺជាឱកាសសម្រាប់អ្នកទាំងអស់គ្នាសិក្សារៀនសូត្របន្ថែមដើម្បីបង្កើតលុយឬក៏បង្កើតនៅប្រាក់ចំណូលតោះទៅស្វែងយល់មូលហេតុអ្វីបានជាកាក់ BNB develop មកកាន់ top 5 market cap អ្នកនរគ្នាមុននឹងទៅមើលទាក់ទងជាមួយនឹងកាក់ BNB develop មកកាន់ top 5 market cap ឬក៏ top 5 crypto ដំបូងបើអ្នកទាំងអស់គ្នាមិនទាន់មាន account បាញ់ឡងទេអ្នកគ្នាអាចបង្កើតឡើងនេះអ្នកគ្នាបង្កើតភ្លាមអ្នកគ្នាទទួលបានលុយ$6 plate អ្នកគ្នានៅក្នុងបាញ់ឡង hop ចឹងដើម្បីបង្កើតអ្នកគ្នាគ្រាន់តែធ្វើការ scan នៅ QR មួយនេះណាអ្នកគ្នា stop video ទៅអ្នកគ្នាធ្វើការ scan បន្ទាប់ពីអ្នកគ្នាធ្វើការ scan ហើយអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ mail ឬក៏ password អ្នកគ្នាបន្ទាប់ពីអ្នកគ្នាបំពេញនៅ mail password ហើយអ្នកទាំងអស់គ្នាត្រូវតែធ្វើការបំពេញនៅ KYC អ្នកគ្នាអត្តសញ្ញាណប័ណ្ណឬក៏ passport អ្នកគ្នាបាទបន្ទាប់ពីអ្នកគ្នាបំពេញហើយអ្នកគ្នាអាចធ្វើការប្រើប្រាស់ account របស់បាញ់ឡងបានដោយសេរីបាទសួស្តីអ្នកគ្នាវិលត្រឡប់ជួបជាមួយនឹងខ្ញុំបាទហេងម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺយើងមកនិយាយអំពីកាក់ BNB ដែលជា native coin របស់បាញ់ឡងហើយបច្ចុប្បន្ននេះកាក់ BNB បានធ្វើការវិលត្រឡប់មកកាន់ top 5 cryptocurrency ឬក៏ top 5 market cap ចឹងយើងមកដឹងថាហេតុផលទៅហេតុអីបានជាកាក់ BNB ធ្វើការវិលត្រឡប់មកកាន់ top 5 market cap វិញចឹងមូលហេតុដែលកាក់ BNB វិលត្រឡប់មកកាន់ top 5 market cap វិញគ្នាគឺទី1គឺតាក់ទងជាមួយនឹង meme coin momentum អ្នកនរគ្នាសម្រាប់ទី2គឺតាក់ទងជាមួយនឹងបាញ់ឡង Volatile ហើយទី3តាក់ទងជាមួយនឹង strong utility ឬក៏ strong usage នៅក្នុងបាញ់ឡង ecosystem ចំណុចទី4គឺតាក់ទងជាមួយនឹង MTX investment ដែលធ្វើការដាក់លុយចូលទៅក្នុងបាញ់ឡង$2000 លានអ្នកនរគ្នាចុងក្រោយនេះបាទអីទៅគឺជា meme coin momentum BNB chain អ្នកនរគ្នាការពិតបច្ចុប្បន្ននេះគឺ BNB chain ធ្វើការ support ទៅលើ meme coin អ្នកនរគ្នាអញ្ចឹង meme coin ធ្វើការ build ទៅលើ BNB chain អ្នកនរគ្នាអាចមកមើលគ្រប់កាក់ដែល build ទៅលើ BNB chain អ្នកនរគ្នាសុទ្ធតែជាមានសន្ទុះកើនទាំងអស់អ្នកនរគ្នានេះគឺជា top decentralized DApps អ្នកនរគ្នា decentralized app ទៅលើ BNB chain ecosystem ហើយនេះគឺជាប្រភេទកាក់អ្នកនរគ្នា top BNB chain ecosystem coin បាទនេះគឺជាសុទ្ធតែជាប្រភេទកាក់ដែលធ្វើការ build ទៅលើ BNB chain នៅលើ blockchain របស់ BNB ហើយបច្ចុប្បន្ននេះ BNB ធ្វើការ support ជាមួយនឹង chain របស់វាគឺ support ជាមួយនឹង meme coin អញ្ចឹងជាហេតុធ្វើឲ្យកាក់ BNB មានសន្ទុះឡើងមកវិញបាទចំណុចទី2គឺតាក់ទងជាមួយនឹងបាញ់ឡង Volatile អ្នកនរគ្នាហើយហ្នឹងគឺជាសកម្មភាពថ្មីរបស់បាញ់ឡងដើម្បីឲ្យធ្វើការជំរុញកាក់ BNB ឲ្យមានតម្លៃឡើងមកវិញអ្នកនរគ្នាអញ្ចឹងគ្រប់កាក់ទាំងអស់អ្នកនរគ្នា10គឺមាន9កាក់ហើយដែលនៅក្នុងបាញ់ឡង Volatile នេះដែល build នៅលើ BNB chain បាទហើយមិនមែនត្រឹមតែធ្វើឲ្យ BNB chain popular ទេអ្នកនរគ្នាវាថែមទាំងវាជាតពលទៅកាន់កាក់ BNB ឲ្យ BNB ឡើងមកលើវិញដែរហើយសម្រាប់ចំណុចទី3គឺតាក់ទងជាមួយនឹង strong utility អ្នកនរគ្នាដឹងស្រាប់ហើយកាក់ BNB អ្នកនរគ្នាមិនថាបច្ចុប្បន្ននេះអ្នកនរគ្នាមិនថាកាក់ធ្វើការលីថ្មីកាក់ធ្វើការ airdrop កាក់ធ្វើការ mega drop កាក់ធ្វើការ land page ឬក៏កាក់ធ្វើការ land pool ទេគ្រប់សកម្មភាពទាំងអស់ហ្នឹងឬក៏បាញ់ឡង holder drop អ្នកនរគ្នាគ្រប់សកម្មភាពទាំងអស់ហ្នឹងគឺតែងតែជំរុញឲ្យ user ធ្វើការ hold នៅកាក់ BNB អញ្ចឹងជាហេតុធ្វើឲ្យ BNB ឡើងតម្លៃមកវិញអ្នកនរគ្នាអញ្ចឹងធ្វើឲ្យ BNB វាស្ថិរភាពហើយក៏កាក់មួយដែលមានតម្រូវការច្រើនមែនទេក្នុងទីផ្សារអ្នកនរគ្នាឃើញវាធ្លាក់តែមួយ plate ហើយវាឡើងមកកាន់ top 5 វិញបាទចំណុចទី4ហ្នឹងគឺតាក់ទងជាមួយនឹង MTX investment អ្នកនរគ្នាដែលស្រាប់ហើយបច្ចុប្បន្នថ្មីនេះអ្នកនរគ្នាគឺក្រុម Abu Dhabi ដែលជាក្រុម investment របស់អារ៉ាប់ហ្នឹងអ្នកនរគ្នាបានធ្វើការជះលុយអ្នកនរគ្នា$2000 លានចូលទៅក្នុងបាញ់ឡងអ្នកនរគ្នា investment នៅក្នុងបាញ់ឡងហើយវាក៏ជាហេតុធ្វើឲ្យបាញ់ឡងធ្វើការឡើងមកវិញដែរអ្នកនរគ្នាកាក់របស់វាបាទអ្នកនរគ្នាយើងមកមើលរបាយការណ៍តាក់ទងជាមួយនឹង chart តាក់ទងជាមួយនឹងកាក់ BNB ដែលវាឡើងមកកាន់ top 5 cryptocurrency top 5 market cap បាទនេះគឺជាទិន្នន័យ chart អ្នកនរគ្នាវាមាន Sol មាន BNB មាន Ethereum មាន HRP ហើយនឹងមាន BTC អ្នកនរគ្នា BTC គឺដឹងថាវាខ្ពស់ជាងគេហើយ market cap របស់វាគឺ top number 1 ហើយអ្នកនរគ្នាអញ្ចឹង BNB គឺបច្ចុប្បន្នវានៅក្នុង top number 5អ្នកនរគ្នានេះពណ៌មួយនេះណាអ្នកនរគ្នាមើល BNB ទៅអ្នកនរគ្នាមើលពណ៌របស់វាទៅនេះអ្នកនរគ្នាបាទអញ្ចឹងនេះឯងគឺជា market cap របស់ BNB បច្ចុប្បន្នអ្នកនរគ្នាគឺវាឈររៀងទី5អ្នកនរគ្នាទាក់ទង market cap គឺបច្ចុប្បន្នវាមាន
មានដូចជា128 billion អ្នកទាំងអស់គ្នាបាទតែបើសិនបើកាក់នេះគឺមានប្រហែលហើយយកស្មើសូលគឺ78 billion អ្នកគ្នាអញ្ចឹង BNB គឺឡើងមកកាន់128 billion ដុល្លារអ្នកគ្នាហើយវា top return to top market cap ហើយនេះគឺជា website crypto quote អ្នកគ្នាហើយសម្រាប់កន្លែងដែលយើងមកមើលទិន្នន័យទាក់ទងជាមួយនឹង data ទាក់ទងជាមួយនឹង market cap របស់កាក់ BNB Solana Ethereum XRP ប៉ុន្តែ BNB យើងគឺនៅក្នុងលេខរៀងទី5ទេនៅក្នុង chart នេះហើយយើងមកមើលទាក់ទងជាមួយនឹង Twitter ដែលធ្វើការផ្សាយជាមួយនឹង BNB ហ្នឹងអ្នកនរគ្នាឃើញទៅនេះថ្ងៃមុនអ្នកនរគ្នានេះ142,000 លានអ្នកនរគ្នាបាទ91,000 លានបាទអ្នកនរគ្នាអញ្ចឹងសរុបសេចក្តីមកគឺ4 headផលនេះឯងដែលជា head កាក់ BNB វាតម្លៃវាងាយធ្លាក់ចុះទេអ្នកនរគ្នាវាឡើងមករហូតទោះបីវាធ្លាក់តាមថ្ងៃមុនក៏ដោយឥឡូវនេះវាឡើងមកកាន់ top 5 វិញអ្នកនរគ្នាដោយសារទី1គឺទាក់ទងជាមួយ coin momentum ទាក់ទងមួយ meme coin ធ្វើការ build លើ chain របស់ BNB ច្រើនបច្ចុប្បន្នហើយទី2ទាក់ទងជាមួយនឹង BNB Volatility អ្នកនរគ្នាហើយ Volatility នេះគឺ9កាក់10ហើយដែល build ទៅលើ chart របស់ BNB ហើយវាធ្វើឲ្យតម្លៃរបស់កាក់ BNB ហ្នឹងផ្ទុះឡើងមកលើវិញអ្នកនរគ្នាហើយទី3គឺទាក់ទងជាមួយនឹង strong utility ទាក់ទងជាមួយនឹងការប្រើប្រាស់របស់កាក់ BNB បច្ចុប្បន្ននៅលើទីផ្សារជាក់ស្ដែងទោះបីអ្នកនរគ្នា hold កាក់ BNB អ្នកនរគ្នានឹងទទួលបានកាក់ផ្សេងៗជាច្រើននៅពេលដែលមាន mega drop air drop land pit land pool អ្នកនរគ្នាបាទហ្នឹងក៏ជា head fall ធ្វើឲ្យកាក់ BNB ឡើងមកលើដែរហើយទី4ទាក់ទងជាមួយនឹង MJ investment ចុងក្រោយទៅលើក្រុមហ៊ុនរបស់ Binance បាទអ្នកនរគ្នាវីដេអូនេះមានតែប៉ុណ្ណេះឯងទាក់ទងជាមួយនឹង head fall ដែលកាក់ BNB ឡើងមកលើហើយវាក៏ជាមានចំណេះដឹងសម្រាប់អ្នកនរគ្នាដែរដើម្បីសិក្សាអំពីកាក់អ្នកនរគ្នាឥឡូវនេះអ្នកនរគ្នាអាចធ្វើការទិញពេញវាពេញកាលក៏ទិញបាត់ណាបាត់ណីអ្នកនរគ្នាមុនទិញអ្នកនរគ្នាមើលអំពី fundamental មើលអំពី usage មើលអំពី utility របស់វាតើវាប្រើការបានអីខ្លះអាកាក់ខ្លះបង្កើតមកបោកអ្នកនរគ្នារត់ស្រកអស់លេងបានអញ្ចឹងវីដេអូនេះមិនមែនក្នុងគោលបំណងអ្នកទាំងអស់គ្នាមកធ្វើការវិនិយោគនៅក្នុងកាក់ BNB ទេណាអ្នកនរគ្នាអត់អាចមើលវីដេអូខ្ញុំហើយអ្នកនរគ្នាមកទិញតាមអ្វីដែលខ្ញុំនិយាយទេអ្នកនរគ្នាត្រូវតែធ្វើការសិក្សាស្រាវជ្រាវ do your own research មុននឹងអ្នកនរគ្នាសម្រេចចិត្តហើយទទួលខុសត្រូវដោយខ្លួនឯងអរគុណអ្នកនរគ្នាអញ្ចឹងមុនចប់បើអ្នកនរគ្នាអត់ទាន់ធ្វើការ subscribe ទេអ្នកនរគ្នាធ្វើការ subscribe channel របស់ខ្ញុំបែបនេះមួយដើម្បីទទួលបានមេរៀនផ្សេងៗអ្នកនរគ្នាហើយនឹង update ជូនអ្នកកម្មវិធីថ្មីឬក៏អ្វីដែលថ្មីអរគុណ thank you bye bye have a nice day